ពាក្យចាស់គេតែងថាដួលកន្លែងណាក្រោកកន្លែងហ្នឹងអូខេខ្ញុំទទួលស្គាល់ខ្ញុំនឹងបន្តក្រោកម្ដងទៀតមិនថានឹងប្រមាណដងទេឲ្យតែនៅមានបងប្អូនគ្រប់គ្រងពេលមែនហើយបងប្អូនเพจដែលខ្ញុំបានផុសវីដេអូមួយនេះគឺបានប្រាជ័យម្ដងទៀតហើយជាលើកទី2ហើយតែខ្ញុំមិនបោះបង់ទេព្រោះមានការគ្រប់គ្រងលើកទឹកចិត្តពីបងប្អូនជាច្រើនដែលគាត់នឹងសន្យាថាមកតាមខ្ញុំសាជាថ្មីព្រោះអីគាត់ស្រឡាញ់ចូលចិត្តខ្ញុំពិតជាអរគុណនឹងក្តីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាហើយវីដេអូនេះខ្ញុំមកនិយាយពីអត្តន័យកូនស្រីពៅរបស់ខ្ញុំគាត់មកកដាលថ្ងៃកដាលវាលស្រែបែបនេះគាត់អត់ចេះពាក់មួកទេគាត់រួរឿងការពិតគាត់ជាក្មួយស្រីរបស់ខ្ញុំទេហើយឪពុកគាត់ក៏ជាខ្សែចិនដែរអញ្ចឹងមើលទៅមិនដឹងថាជាចិនឬក៏ជាកូនខ្មែរទេព្រោះអីគាត់ចូលចិត្តដើរតាមស្រែដើរតាមព្រៃហើយអត់ចេះពាក់មួកទេបងប្អូនទាំងអស់គ្នាមើលតែអាញ័រខ្ញុំទៅទ្រាំលេងបានឡើងចុះត្រាំទឹកហើយតែកូនពៅរបស់ខ្ញុំអត់ចេះពាក់មួកអត់ចេះពាក់អាវដៃវែងអីទេពាក់តែបងប្អូនទាំងអស់គ្នាចេះតែនិយាយខុសមើលត្រង់កន្លែងនេះទាញយកទឹកដេញចាក់ដោយសារឃើញគាត់ក្តៅខ្លាំងពេកបងប្អូនទាំងអស់គ្នាគាត់អត់ពាក់មួកហើយមុខឡើងខ្មៅហើយនេះកូនច្បងរបស់ខ្ញុំហើយអញ្ចឹងគាត់ស្រោចទឹកឲ្យគាត់ខ្លាចគាត់មានជំងឺអីគេគ្រុនក្តៅគ្រុនអីអញ្ចឹងណាព្រោះថ្ងៃវាក្តៅខ្លាំងពេកឡើងចេះបងប្អូនទាំងអស់គ្នាឡើងនិយាយទៅ41អង្សាបងប្អូនហើយយើងមកចាប់ត្រីចាំកែបដូចជាសពមួយដងអញ្ចឹងឯងហើយនេះគឺជាលទ្ធផលដែលដើរចុះដើរឡើងក្រោយពីការចុះទឹករួចបងប្អូនអញ្ចឹងវីដេអូហ្នឹងខ្ញុំមកនិយាយតែកូនទី2កូនក្មួយខ្ញុំនេះទេបងប្អូនអញ្ចឹងគាត់ហត់ពេកគាត់អស់កម្លាំងវគ្គជីស្មាខ្ញុំហើយបងប្អូនព្រោះអីគាត់ខំជួយរាវខ្យងរាវតាមគាត់ចុះទឹកគាត់ចុះលេងសប្បាយណាបងប្អូនទាំងអស់គ្នាតាមស្រែតាមបឹកហ្នឹងឲ្យតែមកដល់ហើយក៏អរគុណហើយដែលការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងតាមទៅខ្ញុំជាមួយនឹង YouTube ព្រោះអីចាប់ពីវីដេអូនេះតទៅខ្ញុំនឹងអាចផុសវីដេអូ YouTube ម្ដងហើយឈប់ធ្វើ Facebook ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តគ្រប់គ្រងស្រឡាញ់តាមទៅដល់ YouTube ទៀតអរគុណច្រើនបងប្អូនជម្រាបលា